សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំខានចេញវីដេអូអស់មួយរយៈព្រោះឥឡូវរវល់ការងារបងប្អូនហើយអត់បានទៅថតឲ្យបងប្អូនទស្សនាកំសាន្តនៃការផ្សួចត្រីបបកត្រីប៉ុន្តែថ្ងៃនេះខ្ញុំបានមកធ្វើនំបញ្ចុកស្លខ្មែរជូនបងប្អូនកូនក្មួយនៅខាងខេត្តបាត់ដំបងប៉ុន្តែមិនមែននៅចំទីរូបខេត្តបងប្អូនគេនៅក្នុងភូមិដាច់ស្រយាលមួយនៅខាងស្រុកបណ្ណន់ណាស្រុកបណ្ណន់ក៏នៅក្នុងខេត្តបាត់ដំបងដែរបងប្អូនអញ្ចឹងបងប្អូនចាំតាមដានទស្សនាទាំងអស់គ្នាណាបងប្អូនណាហើយមិនយូរទេខ្ញុំនឹងធ្វើវីដេអូនៃការបបកត្រីស្ទូចត្រីចែកជូនបងប្អូនទស្សនាកំសាន្តសប្បាយអារម្មណ៍នៅចុងសប្តាហ៍អរគុណបងប្អូនដែលតែងតែ Subscribe ដែលតែងតែចូលមើល Channel YouTube របស់ខ្ញុំណាបងប្អូនណានេះហើយជាទឹកចិត្តនៃសន្តានចិត្តដែលបងប្អូនបានចូលរួមទស្សនាវីដេអូខ្ញុំនីមួយៗពេលដែលខ្ញុំបានថវិកាពី YouTube មកខ្ញុំយកមកធ្វើទៀនហ្នឹងគឺថាធ្វើដូចជានំបញ្ចុកធ្វើបបរធ្វើកាទៀវធ្វើដូចជាអាហារចែកជូនបងប្អូនជនក្រីក្រដែលនៅខេត្តដាច់ស្រយាលអញ្ចឹងណាបងប្អូនណានេះហើយជាបុណ្យកុសលទាំងអស់គ្នាសូមជូនបុណ្យកុសលឲ្យស្មើគ្នាដល់បងប្អូនទាំងអស់គ្នាដែលបានចូល Subscribe ដែលបានចូលមើលវីដេអូ Channel របស់ខ្ញុំបងប្អូនណាជូនពរបងប្អូនសំណាងល្អសុខភាពល្អចាក់ចូលទៅវិញដាក់អស់ហើយ